មានបញ្ជួយមកកន្លែងទៀតដែលល្អដូចគ្នាយើងសង្កេតឃើញទៅលើកូនយើងតើមានបញ្ជួយចំកន្លែងនឹងទេតើយើងសង្កត់ដឹងថាកូនយើងអាចកាត់ទញ្ញូមួយយើងអាចមើលថែយើងទេគឺយើងមើលទៅលើតិចបញ្ជួយនៅតិចអញ្ចឹងបើកូននឹងមានបញ្ជួយនៅតិចនៅកន្លែងតំបន់តិចឬក៏ក្រោយតិចបន្តិចឬក៏កន្លែងតំបន់តិចហ្នឹងគឺជាមនុស្សដែលកាត់ទញ្ញូបានន័យថាតាមអត្ថន័យដែលបកស្រាយគឺជាមនុស្សដឹងគុណនិងមានចិត្តកតញ្ញូគោរពនិងយកចិត្តទុកដាក់ឪពុកម្ដាយមិនងាយបោះបង់គ្រួសារមាននិន្នាការថែរក្សាឪពុកម្ដាយនៅពេលចាស់ឬពេលឈឺនៃជ្រាលជ្រៅគឺមនុស្សដែលមានស្នាមនេះភាគច្រើនមានចិត្តទន់ភ្លន់ស្រឡាញ់គ្រួសារនិងមានទំនួលខុសត្រូវផ្នែកអារម្មណ៍ចំពោះឪពុកម្ដាយហើយការបកស្រាយហ្នឹងគឺគេសង្កេតឃើញថាវាជួបបញ្ហាភាគច្រើនដែលគេសង្កេតឃើញអញ្ចឹងជាក់ស្ដែងដែលខ្ញុំរៀនហើយខ្ញុំឃើញស្វាមីខ្ញុំហ្នឹងគឺគាត់មានបញ្ជួយតិចហ្នឹងទាំងសងខាងមានបញ្ជួយតិចហ្នឹងគឺទាំងសងខាងហ្មងហើយការមើលថែគឺគាត់គោរពហ្មងគាត់គោរពឪពុកម្ដាយគាត់គោរពឪពុកម្ដាយគាត់មិនថាឪពុកម្ដាយគាត់នៅរស់ឬក៏បាត់បង់ជីវិតទេគឺគោរពឥតខ្ចោះហ្មងទាំងការគោរពទាំងការមើលថែទាំងការគាត់បាត់បង់ជីវិតទៅហើយក៏នៅសែននៅទទួលខុសត្រូវគឺយកចិត្តទុកដាក់ខ្លាំងហ្មងហើយរហូតដល់ឪពុកម្ដាយក្មេកទៀតឪពុកម្ដាយខ្ញុំហ្នឹងក៏គាត់នៅតែទិញនេះទិញនោះមើលថែគឺយកចិត្តទុកដាក់ហ្មងអញ្ចឹងបញ្ជួយហ្នឹងគឺល្អនៅតិចហ្នឹងបានតែមនុស្សហ្នឹងដឹងគុណគោរពមើលថែឪពុកម្ដាយយ៉ាងល្អហ្មងឪពុកម្ដាយគឺអត់ខ្នោះចិត្តទេគឺមើលថែកតញ្ញូជាមួយឪពុកម្ដាយហ្មងអញ្ចឹងបើអត្តន័យមិនចាហៀងបានថាបើជាបរិះគឺអត្តន័យគាត់នៅខាងឆ្វេងគ្រួសារខាងគាត់ហើយបើមាននៅខាងស្ដាំបានថាគ្រួសារខាងប្រពន្ធអញ្ចឹងអត្តន័យគឺវាបញ្ជាក់គ្នាដោយសារបរិះគេគិតថាឆ្វេងស្ត្រីគេគិតខាងស្ដាំវិញ